បាទសួស្តីបាទទៅកាន់មកព្រីមយើងបាទតម្រុយបាទពិសេសការប្រកួតបាល់ទាត់ Champions League វគ្គសន្សំបន្ទុកជុំទី7បាទ admin មាន4គូយប់នេះជូនបងប្អូនធ្វើការលេងឆ្នាំនេះហើយបាទយប់មិញនេះ3គូរបស់ admin បាទគឺថាបានចូល2គូដែរបងប្អូនបាទ over Inter Milan ជាមួយនឹង White Real បាទចាញ់ទៅលើមកទី1គូអញ្ចឹងមើលយប់នេះ4គូទៀតណាតោះគូទី1នេះការប្រកួតរវាងក្រុម Marseille ជាមួយនឹង Liverpool បាទ Liverpool តកន្លះគ្រាប់បងប្អូនបាទយប់នេះបាទ Liverpool ក៏ត្រូវការឈ្នះ Marseille ក៏ត្រូវការឈ្នះបាទយប់នេះ admin គិតថាគូនេះអាចនឹងមានគ្រាប់បាល់ចាប់ពី3គ្រាប់អញ្ចឹងយើងលេងជម្រើស over 2បាទកន្លះបងប្អូនបាទយើងទៅបាទសម្រាប់គូទី2វិញបាទការប្រកួតរវាងក្រុម Chelsea ជាមួយនឹង Barca បាទគូនេះបាទ Chelsea អាចនឹងយក3ពិន្ទុដោយស្រួលលេងក្នុងដីណាតរហូតដល់2កន្លះអញ្ចឹងជំរើសគូបាទទី2នេះក៏ Edmund Reed ក៏នឹងបងប្អូនលេងខាងក្រុមបាទ Chelsea បាទយើងលើកទៅបាទ2កន្លះបាទគូនេះអាចនឹងស៊ីគ្រាប់បាល់ច្រើនដើម្បីរកឲ្យលេងវគ្គអូតូដោយស្វ័យប្រវត្តិសម្រាប់ Chelsea បាទសម្រាប់គូទី3វិញបាទការប្រកួតបាទរវាងក្រុមបាទ Bayern Munich បាទជាមួយនឹងបាទ Chelsea បាទគូនេះBayernតរហូតដល់2កន្លះដែរបងប្អូនបាទបាយ័នដឹងហើយលេខក្នុងដីមិនដែរស៊ីក្រប3គ្រាប់ទេបាទអញ្ចឹងយើងវាយទៅបាទជិះនៅបាល់តារាងនោះបាយ័នទៅការបន្ទុកទៀតបាទដើម្បីប្រជែងជាមួយនឹង Arsenal បាទយើងវាយទៅបាទ2កន្លះសម្រាប់គូទី3បាទគូចុងក្រោយវិញបាទ Slava Prague បាទគៀនបាល់តារាងបាទជាមួយនឹង Barcelona ត្រូវការបន្ទុកដាច់ខាតយុគនេះបងប្អូនបាទដើម្បីលេងបាទវគ្គដល់ play-off បន្តទៀតបាទដោយស្វ័យប្រវត្តិណាបាទជំនេះតមួយកន្លះលេងក្រៅដីអញ្ចឹងជម្រើសគូចុងក្រោយនេះ Edmund Reed កំណត់បងប្អូនលេងខាងក្រុម Barcelona បាទយើងមាន4គូនេះជូនបងប្អូនអាចបាទសម្រាប់ចិត្តមុននឹងវីដេអូណាបាទយកទៅផ្នែកខ្លួនឯងបានតែបងប្អូនដែលមានបំណងចង់បានគូបាល់ច្រើនទៀតអាចចូលរួមជាមួយនឹងក្រុមបាល់របស់ admin បាទនៅ link នៅក្រោម bio បាទដូចជានៅក្រោម profile របស់ admin តែប៉ុណ្ណោះបាទចូលរួមដល់សេរីទូទាយកការប្រកួតយករង្វាន់ជាមួយ admin ថែមទៀតផងអរគុណជូនបងប្អូនសំណាងទាំងអស់គ្នាកុំភ្លេចចុច follow